វិលបញ្ជុកគ្នាសារថ្មីទៀតហើយពេលនេះខ្ញុំសូមបង្ហាញអ្នកពីរបៀបបដូរលេខកូដFacebook ហើយក៏លេខកូដសម្ងាត់ហ្នឹងនៅលើកុំព្យូទ័រតែម្ដងដែលអ្នកទាំងអស់គ្នាគាត់មិនដឹងពីរបៀបនៃការបដូរលេខកូដសម្ងាត់លើ Facebook តើទៅបដូរយ៉ាងម៉េចដំបូងអ្នកទាំងអស់គ្នាសូមចូលទៅកាន់ facebook.com មកណា facebook.com អញ្ចឹងធម្មតាអញ្ចឹងបន្ទាប់ពីចូលមកដល់នឹងហើយអ្នកទាំងអស់គ្នាចុចជ្រើសរើសអីធម្មតាដែលវាយចូល username នឹងមកចូលពេលវាយចូលហើយធ្វើការ login អូខេបន្តមកទៀតសូមចុចយកកន្លែងចិត្តរូបសោនេះកន្លែងសញ្ញាព្រួយនៅរោចុចខំចុចចុងមកហើយយកពាក្យថា setting បន្តមកទៀតណាយកពាក្យថា password តោះមកអ្នកទាំងអស់គ្នាធ្វើការវាយនៅpassword ដើមតោះមកធ្វើការវាយនៅ password ថ្មីមកអូខេត្រូវហើយយើងវាយឲ្យដូចគ្នាអញ្ចឹងមកកន្លែងនេះវាបើសិនយើងឡនមធ្យមមានន័យថាលេខកូដ password ហ្នឹងកម្រិតមធ្យមដែរបន្តមកអ្នកទាំងអស់គ្នាធ្វើការ save អូខេបន្ទាប់មកវាចេញដូចនេះមានន័យថា log out of other device មានន័យថាយើងចុចអញ្ចឹងឬក៏ stay in បើយើងចុចអញ្ចេះរាល់លេខកូដដែលយើងភ្ជាប់ទៅលើឧបករណ៍ផ្សេងទៀតវានឹងធ្វើការចង់និយាយថាបើសិនគឺវងលេងអញ្ចឹងវានឹងធ្វើការ log out ដោយស្វ័យប្រវត្តិបើសិនយកចំណុចនេះគឺមានន័យថានៅតែអាចលេងបានធម្មតាអញ្ចឹងបើសិនជានេះអ្នកទាំងអស់គ្នា log ចូលអញ្ចឹងទៅល្អជាងហើយ log out of other device មានន័យថាចាក់ចេញពីឧបករណ៍ផ្សេងទៀតចូលមកចុចពាក្យ continue អូខេតោះមកគេសួរវាគ្រាន់តែការណែនាំ set your secure account គេ check អានេះគឺជា privacy ឬក៏ជាគោលការណ៍ថ្មីរបស់ក្រុមហ៊ុន Facebook ពីមុនអត់ដែលមានអញ្ចឹងទេប៉ុន្តែឥឡូវវាមានធ្វើការ update តោះមកចុច continue keep account activity up page អូខេយៈធំselect your phone អាយ៉ា010លេខរបស់ពីណានេះដូចជាអត់មាន take your name select your phone លេខនេះប្លែកអូខេ policy app may not have been added by you select all អូខេទៅទៀត please delete any recent អូខេត្រង់ចំណុចនេះដូចជា you បន្តិចគេបន្ទាប់មកថា check your page admin rule were recently added you by manage and remove any one wasn't added by you escape មានអីទេឡើយហ្នឹងអូខេ go to setting មានន័យថាការបដូរលេខកូដរបស់យើងនឹងបានសម្រេចហើយ
មើលសារថ្មីគេមានន័យថាឥឡូវនេះវាជោគជ័យ 100% ហើយអរគុណសម្រាប់ការទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូថ្មីៗនៅពេលក្រោយទៀតបាយបាយ